ពាក់ព័ន្ធមួយផ្លូវច្បាប់បើខ្ញុំអូសឡានមកឯងទៅដាក់ក្រាស់ហើយមកហត់បាត់ខ្លាច់បាក់ពួនហាងឡានហ្នឹងហើយខ្លាច់ឡានជូឡានអីទេបងត្រើតបាទទៅតែខ្ញុំនេះទុកជន់ទុកបដ ாய் ខ្លាច់ឡានជូឡានអីត្រើតឡានខ្ញុំទៅត្រើតខ្ញុំដឹងកន្លែងខ្ញុំរើស៊ីដូចគ្នាទេខ្ញុំមានចិត្តទៅថាទូរស័ព្ទវាអត់ធ្ងន់ទេខ្ញុំទៅបាច់ថាមួយបងស្អីគេឥឡូវក៏មិនបងគ្នាបងបើទេហៅសាច់ញាតិមកល្អដោះស្រាយស្រួលជាងមានអ្នកដែលអត់ស្រវឹងអូម្ចាស់ឡានហ្មងមកហើយម្ចាស់ឡានហ្នឹងមកម្ចាស់ឡានហ្មងទៅហើយម្ចាស់ឡានហ្នឹងយកកាត់គ្រីមកហ្នឹងហើយម្ចាស់ឡានឡានបងគាត់អូឡានបងប្អូនខ្ញុំទេបាទបងប្អូនល្អផឹកស៊ីជាមួយគ្នាពេលដែលមានរឿងចាប់ដើមរត់ប្រុចយករួចខ្លួនតែម្ដងបងប្អូនដោយសារតែផឹកស៊ីជាមួយគ្នាជិះមកដល់នេះបានបុកជាមួយនឹងMercedesមួយគ្រឿងនេះហើយបើករត់បានប្រហែលជា500ម៉ែត្រហ្នឹងត្រូវបានគេឃាត់ជាប់ឯអ្នកដែលអង្គុយក្នុងឡាន3-4នាក់ហ្នឹងគឺបានបើកទ្វាររត់ចោលអស់នៅសល់តែអ្នកបើករថយន្តតែម្នាក់ឯងតែប៉ុណ្ណោះហើយហេតុការណ៍នេះគឺនៅខាងក្រោយសួនកុមារដែលស្ថិតនៅក្នុងសង្កាត់កាកាបទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញគឺនៅវេលាម៉ោង 12:30 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី29 ខែមករាឆ្នាំ 2026 បងប្អូន Mercedes នេះគឺមានស្លាកលេខភ្នំពេញ 2BU 8336ដែលគាត់ធ្វើដំណើរពីកើតមកលិចមកដល់ត្រង់ផ្លូវនេះហ្នឹងគឺត្រូវបានរថយន្តព្រុសមួយគ្រឿងទៀតហ្នឹងគាត់ធ្វើដំណើរពីត្បូងបត់ត្រឡប់មកខាងកើតបត់ជ្រុលមកបុកនឹងMercedesនេះបណ្ដាលឲ្យមានការខូចខាតយ៉ាងដំណំផងដែរបងប្អូនបាទនេះគឺគៀតាំងពីនេះមកប៉ុន្តែខាងមុខនេះมันជាធ្ងន់ធ្ងរទេបាក់ត្រចៀកខាងឆ្វេងមួយហើយអូសមកខាងក្រោយនេះគឺកកិតអស់ហើយមកចំហៀងនេះហើយនេះបុកដាច់កលេខាងក្រោយកង់ផ្នែកខាងឆ្វេងបងប្អូនបាទគឺដាច់តែម្ដងហើយបានបើករត់ទៅប្រហែលជា500ម៉ែត្រហ្នឹងក៏ដោយសារតែរថយន្តព្រុសហ្នឹងគឺគាត់បានដាច់កង់ខាងឆ្វេងដូចគ្នាផ្នែកខាងមុខបណ្ដាលឲ្យរបូតសបកកង់មកជាហៀងហើយក៏ជិះទៅទៀតហ្នឹងក៏ត្រូវបានបងប្អូនប្រុសម្ចាស់រថយន្តនេះពឹងឲ្យបងប្អូនជិតខាងហ្នឹងជួយយកម៉ូតូដេញទៅតាមហ្នឹងក៏តាមតាន់ប្រហែលជា500ម៉ែត្រហ្នឹងក៏ហៅម្ចាស់រថយន្តព្រុសហ្នឹងមកដោះស្រាយនៅកន្លែងកើតហេតុផងដែរហើយទៅពេលគេដេញតាមបងឈប់អីបងខ្ញុំលេងទៅរួចលេងទៅរួចជឿលើថាកង់ឡានបងហ្នឹងវាវល់ហ៎បងហ៎វល់បើលេងទៅមុខលេងទៅរួចបងគាត់ថាវាទៅលេងរួចទៅលេងរួចបងហ៎តែបើទៅរួចបន្តទៅទៀតហ៎ខ្ញុំលេងទៅចុះណៃជីពីខាងណាមកវិញខ្ញុំជីពីនោះមកពីកើតទៅលិចណាហើយឡានគាត់នេះជីពីណាមកវិញតិចគាត់បួងពីនោះមកអូពីកែងនោះអូបួងពីត្បូងមកកើតវិញចឹងកែងនោះមកគាត់ណាមកដល់ខ្ញុំទៅត្រង់ចេះគាត់មកដល់ជន់ថែមហ្មងអូជន់ថែមមកខ្ញុំកិច្ចមកបន្តិចខ្ញុំកិច្ចមកខាងស្ដាំបន្តិចគាត់តអាកង់ក្រោយហ្នឹងកង់ក្រោយខាងឆ្វេងហ្នឹងបុកយកបើបុកចំទ្វារខ្ញុំគៀបជាប់ហ្មងចុះអូនរថយន្តព្រុសគាត់ហ្នឹងបើកលឿនទេអូននិយាយទៅខ្ញុំឃើញគាត់បួងពីនោះមកដេប៉ាគាត់ចេញមកយើងមិនថាលឿនហ្មងណាអានេះខ្ញុំនិយាយនៅចំណុចកណ្ដាលខ្ញុំនិយាយតាមត្រង់គាត់លឿនដែរទេតែគាត់មកដល់ហើយហ្នឹងគាត់បួងយកមកបួងយកមកខាងស្ដាំដៃមកបុកឡានអណៃបួងមកខ្ញុំពេចមកខាងស្ដាំតិចខ្ញុំហូបមែនអញ្ចឹងវាប៉ះតែពេលប៉ះភ្លាមអណៃមិនឈប់អូនឈប់មិនអណៃមានបានហៅគាត់ទេពេលប៉ះភ្លាមណាតាមគាត់មិនជីគេទៅតាមឡានគាត់មានបានផ្ទះបងប្រុសគាត់ចិត្តបានដែរគាត់មានម៉ូតូជូនទៅហ្នឹងហើយគាត់មានម៉ូតូជូនខ្ញុំទៅហើយប៉ះអ្នកស្គាល់គ្នាទៀតអញ្ចឹងគាត់ស្គាល់ខ្ញុំទៀតអូស្គាល់ទាំងអីគាត់ជួយតាមគាត់មកវិញណាបងគាត់ជីរត់បានណាគាត់ជីរត់ដល់នោះបានណាគាត់ជីរត់នេះនៅស្នាមអូពីហ្នឹងរហូតបាទចុងនោះបត់ទៅស្អាតទៀតឡានគាត់ជីលេងទៅមុខបងប្អូននេះគឺជារថយន្តព្រុសដែលបានបុកជាមួយនឹង Mercedes AMG មិញហ្នឹងគឺបានរត់ពីនោះប្រហែលជា500ម៉ែត្របងប្អូនបាទនេះគឺស្លាកលេខភ្នំពេញ 2B P3617 ហើយនេះទំហំការខូចខាតរបស់គាត់ហ្នឹងនេះគឺដាច់ខ្ទេចហ្មងកង់មួយចំហៀងខាងផ្នែកខាងឆ្វេងខាងមុខនេះហើយបាក់ត្រចៀកខាងឆ្វេងដូចគ្នាទៀតដោយសារតែរថយន្តរបស់គាត់ហ្នឹងគឺបានបួងមកខាងស្ដាំហ្នឹងគឺបួងមកខាងស្ដាំហ្នឹងជ្រុលទៅបុកជាមួយនឹងរថយន្ត Mercedes ពណ៌សហ្នឹងគឺផ្នែកខាងឆ្វេងអញ្ចឹងខូចខាតហ្នឹងគឺផ្នែកខាងឆ្វេងដូចគ្នាបងប្អូនបាទហើយនេះគឺផ្ទុះទាំងពងទៀតរថយន្តព្រុសគ្រឿងនេះមុននេះបន្តិចហ្នឹងគឺការចរចាហ្នឹងត្រូវរើគ្នាហើយថាម្ចាស់រថយន្តព្រុសហ្នឹងត្រូវសងសំណងឲ្យទៅម្ចាស់រថយន្ត Mercedes ហ្នឹងគឺខូចកន្លែងណាធ្វើថ្មីកន្លែងហ្នឹងតែម្ដងបងប្អូនបាទហើយឥឡូវនេះចរចាចុះឡើងម្ចាស់រថយន្ត Mercedes ហ្នឹងឲ្យម្ចាស់រថយន្តព្រុសហ្នឹងហៅអ្នកតំណាងមកដើម្បីយកឡានហ្នឹងទៅទុកនៅការ៉ាសឡាន
ប៉ុន្តែឥឡូវម្ចាស់រថយន្តព្រុសហ្នឹងតាក់ទងទៅខាងតំណាងអត់បានទេហើយឥឡូវក៏ខាងសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុដែរប៉ុន្តែចរចាគ្នាមិនដឹងថាត្រូវសងយ៉ាងម៉េចទេគាត់ថាបើចង់វាស់វែងក៏វាស់វែងតាមច្បាប់ទៅចុះមិនដឹងថាធ្វើម៉េចទេអញ្ចឹងឥឡូវហេតុការណ៍នេះក៏ទុកឲ្យទៅខាងសមាជិកគាត់ធ្វើការចុះបងប្អូនបាទខ្ញុំមុននឹងបញ្ចប់ការផ្សាយនោះសូមផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនដែលធ្វើដំណើរតាមដងផ្លូវហើយបើសិនជាផឹកស៊ីស្រវឹងហើយមេត្តាសូមកុំបើកបរឲ្យបងប្អូនបាទពេលដែលបើកបរមានបញ្ហាទៅមិនមានអ្នកណាជួយក្រៅពីខ្លួនយើងទេខ្ញុំបាទនឹងក្រុមការងារសូមអរគុណនិងសូមគោរពលា